បាទជំរាបសួរទាំងអស់គ្នាសូមស្វាគមន៍មកកាន់ channel ខ្ញុំហើយថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពី useful comment មួយចំនួនសម្រាប់ប្រើនៅក្នុង Ubuntu server យើងហើយ comment នេះមានដូចជា comment ដែលយើងអាច monitor ទៅលើ hardware ឬក៏ comment ដែលយើង control system យើងវាអាចជាធ្វើការ check លើស្ថានភាព CPU ធ្វើការ manage process ឬក៏ schedule shutdown ជាដើមអូខេអញ្ចឹង let's jump straight in ចឹងទី1យើងត្រូវយល់ដឹងអំពី comment មួយដែលយើងមើលទៅលើ CPU information ចឹង CPU information យើងអាចប្រើ comment នេះគឺ ls CPU វាបង្ហាញពី CPU architecture បង្ហាញចំនួន core ចំនួន thread និង model របស់ CPU ហ្នឹងចឹងខ្ញុំអាច run ls CPU នេះចឹងយើងឃើញថានៅក្នុងនេះវា print មកវាប្រាប់ថា CPU model name ឯគេនៅកន្លែងនេះដោយសារតែខ្ញុំ run Ubuntu server នេះនៅក្នុងvirtualize environment វាតែងតែ show ជា K1 តែបើអ្នកទាំងអស់គ្នា run អានេះជា run on bare metal ហ្មងគឺវាតែងតែ show model របស់ CPU ហ្នឹងហើយក៏វា show ចំនួន core ចំនួន thread ដែរបាទហើយ comment មួយទៀតគឺ comment top ឬក៏យើងអាចប្រើ h top ក៏បានអញ្ចឹង comment នេះគឺយើងអាចមើលទៅលើ real time CPU usage ឬក៏មើលទៅលើ process ដូចយើងមើល task manager នៅលើ Windows អញ្ចឹងយើងអាច run top អញ្ចឹងនៅក្នុងនេះវាបង្ហាញអំពី process ID user ណាកំពុងប្រើ process ហ្នឹងវាមានចំនួនប្រើចំនួន RAM ប៉ុន្មាន%ចំនួន CPU ប៉ុន្មាន%អានេះយើងអាចមើលឃើញ process ទាំងអស់ដែលវាកំពុងប្រើនៅក្នុង system យើងហ្នឹងហើយដើម្បីចេញពីហ្នឹងយើងអាច control C មកអ្នកនរហ្នឹងអាចប្រើ H top បានដែរ H top មាន color ចឹង H top ហ្នឹងវាប្រាប់ពីចំនួន memory ប្រើចំនួនសេសណាប្រើច្រើនជាងគេហើយវាចង់ stop យើងអាច control C មកវាឈប់ចេញពីកម្មវិធីហ្នឹងវិញអូខេអញ្ចឹងយើងចូលដល់ comment មួយទៀតគឺ comment sensor អញ្ចឹង comment sensor នេះគឺយើងអាចមើលស្ថានភាពរបស់ CPU អញ្ចឹងដើម្បីយើងអាចប្រើ comment ហ្នឹងបាញ់ត្រូវ install សិនយើងអាច run sudo apt install rm sensor ប៉ុន្តែដោយសារតែនៅក្នុងម៉ាស៊ីននេះវាជាប្រភេទ virtual machine អញ្ចឹងវាអត់អាចធ្វើការ detect ស្ថានភាពបានតែតយើង install លើម៉ាស៊ីនពិតប៉ុន្តែខ្ញុំអាច run install បានអ្នកនរអាច run apt install rm sensor មកដោយសារខ្ញុំ install ហើយមក run apt install អូខេនេះដោយសារតែខ្ញុំ install ហើយដល់ពេលដែលអ្នកនរគ្នា install ហើយអ្នកនរអាច run sudo sensor តមកយើង dash មក detect អញ្ចឹងកន្លែងនេះវាសួរឲ្យយើងចង់ធ្វើការ detect ទៅលើអីគេអញ្ចឹងអានេះយើងអាចឆ្លើយ yes ទាំងអស់មកដោយសារអានេះវាជា virtual machine អញ្ចឹងវាអត់មាន thermal sensor ទេអូខេហ្នឹងវាអត់ចេញអូខេអញ្ចឹងអ្នកនរគ្នាខ្ញុំអាច show sensor បានគឺឥឡូវនេះខ្ញុំនៅលើម៉ាស៊ីន Proxmox របស់ខ្ញុំនៅលើ server របស់ខ្ញុំអញ្ចឹងខ្ញុំអាច run comment បានដោយសារអានេះវាខ្ញុំ install Proxmox លើ bare metal ហ្មងខ្ញុំអាច run sensor ដល់ពេលដែលយើង run sensor detect ហើយយើងចង់ check មើល temperature យើងគាត់ run sensor បានហើយឥឡូវនេះយើងអាចឃើញថាវាថា CP កម្ដៅស្ថានភាពរបស់ CPU 2 NVMe របស់ខ្ញុំបានគឺ 45.9 អង្សាសេអូខេអញ្ចឹងចំពោះ session បន្ទាប់គឺយើងស្វែងយល់អំពី RAM និង memory comment អញ្ចឹងនៅក្នុងនេះយើងមាន comment មួយគឺ free-8 អញ្ចឹង free-8 គឺវាអាចបង្ហាញពី RAM usage ដែលយើងងាយស្រួលមើលអញ្ចឹងយើងអាច free-8 អញ្ចឹង free-8 យើងឃើញថាវាប្រាប់ថាយើងមាន memory total memory ប៉ុន្មាន use ប៉ុន្មាន free ប៉ុន្មាន share ប៉ុន្មាន cache ប៉ុន្មាន available ប៉ុន្មានចំពោះ comment មួយទៀតគឺយើងចង់បង្ហាញអំពីprocess ដែលប្រើ RAM ច្រើនបំផុតអញ្ចឹងយើងអាច run comment នេះមកគឺ ps aux data short memory head -10 អញ្ចឹង head នេះវាយកអា top 10 ណាវាយក top 10 ខ្ពស់ជាងគេអញ្ចឹងខ្ញុំអាច run comment ហ្នឹងអញ្ចឹងវា print មកវាប្រាប់ថា process ទាំង10នេះគឺវាប្រើ memory ច្រើនជាងគេអូខេចំពោះ comment នេះវិញគឺយើងប្រើសម្រាប់មើល memory hardware info ថា memory យើងជាប្រភេទអីអានេះតើយើង
ម៉ាស៊ីនលើពេលមកធំមកយើងអាចមើលដឹងថា model អី តែខ្ញុំអាចចូលគេបានដោយសារនេះវាជាប្រភេទ virtual machine ចឹងវាមានចំនួន model ហើយវាមានចំនួន size ទេហើយបើយើងចង់មើលព័ត៌មានលម្អិតជាងនឹងទៀតអ្នកទាំងអស់គ្នាអាចចូលទៅមើលនៅក្នុង info នេះគឺនៅក្នុង proc mem info អញ្ចឹង cat proc mem info នេះនឹងអ្នកទាំងអស់គ្នាអាចទៅ read in detail ទៅលើ memory របស់យើងអូខេអញ្ចឹងចំពោះ session បន្តនេះគឺយើងត្រូវស្វែងយល់អំពី storage ជាមួយនឹង disk command អញ្ចឹងនៅក្នុង session នេះយើងអាចចូលឆែកទៅកាន់ disk usage សម្រាប់ partition ណាអញ្ចឹងយើងអាច run df-x អញ្ចឹងនៅពេលដែលយើង run df-x វាប្រាប់ថានៅក្នុង partition ហ្នឹងវាឬក៏នៅក្នុង disk ហ្នឹងវាប្រើអស់ប្រមាណ size វាមាន size ប្រមាណប្រើអស់ប្រមាណអញ្ចឹងអានេះវាប្រាប់មាន size ប្រមាណប្រើប្រមាណ G ហើយ available ប្រមាណ G បាទហើយមាន command មួយទៀតដើម្បីយើងធ្វើការ check partition អញ្ចឹង check តែយើងចង់ដឹងថា disk យើងមានប្រមាណ partition អញ្ចឹងយើងអាចប្រើ ls blk ដែលយើងឃើញថានៅក្នុងនេះគឺមាន SDA1 SDA2 និង SDA3 ហើយបើយើងចង់ check មើលថាចង់ check មើលថា SSD ឬក៏ hard disk យើងវាមានបញ្ហាអត់យើងអាចត្រូវការប្រើ smart CTL អញ្ចឹង smart CTL នេះគឺយើងត្រូវការ install ដើម្បី check មើល disk health របស់យើងខ្ញុំសូមធ្វើការ install វាមកបាទនេះយើងមានស្រាប់ហើយអ្នកទាំងអស់គ្នាអាចធ្វើការ run smart CTL -a យើងអាច dev SDA បាទនេះគឺនៅពេលដែលយើង run ទៅយើងសង្កេតមើលថាកន្លែងនេះកន្លែង attribute data structure revision ហ្នឹងវាប្រាប់ថាមាន read error ប្រមាណSSD ហ្នឹង power on ប្រហែលម៉ោងអញ្ចឹងអូខេនេះគឺនៅលើ Proxmox server ខ្ញុំដែលវាជា physical server អញ្ចឹងខ្ញុំអាច show អ្នកនរគ្នាថា comment smart 2វា check មើលបានអត់អញ្ចឹងខ្ញុំពី comment នេះមកស្អីមកតមកយើងត្រូវspecify device ណាយើងចង់ឆែកអញ្ចឹង device ខ្ញុំតអញ្ចឹង device ដែលខ្ញុំចង់ឆែកគឺ SDA1 អញ្ចឹង dev SDA1 នេះអញ្ចឹងដល់ពេលដែលយើងឆែកលើរបស់ពិតវាប្រាប់ថា read error ម៉ានចំនួនម៉ានហើយមិនអាចធ្វើការឆែកលើ NVMe បានទៀតអញ្ចឹងនេះដូចជា NVMe នេះNVMe 0N1 NVMe 0N1 អូខេអញ្ចឹងនៅពេលដែលវាធ្វើការ check វាប្រាប់ថាចំនួនសតភាពប្រមាណsource space ប្រមាណហើយប្រើបានប្រមាណម៉ោងហើយវា show detail នៅក្នុងកន្លែងទាំងអូខេអញ្ចឹងមកដល់ session បន្ទាប់នេះយើងធ្វើការ check ទៅលើ network ជាមួយនឹង GPU information បើយើងមាន GPU ឥឡូវខ្ញុំអាចធ្វើការ check លើ network អញ្ចឹងយើងមាន command មួយគឺ IP ADDR ដើម្បី check មើល IP address អញ្ចឹងយើងអាចមើលទៅថានេះ loop back ខ្ញុំហើយនេះជា network interface របស់ខ្ញុំអញ្ចឹងខ្ញុំមាន IP ខ្ញុំនៅហ្នឹងហើយក៏ខ្ញុំអាចធ្វើការវាយ command កាត់មួយដែរគឺ IPA អញ្ចឹងវាដូចតែ IP address ទេអានេះក៏នៅជា shorter version ហើយបើអ្នកទាំងអស់គ្នា prefer IP config អាចប្រើ IP config ក៏បានដែរតែ IP config ហ្នឹងអ្នកទាំងអស់គ្នាត្រូវ install គឺយើងត្រូវ run sudo apt install nettools ពេលដែល install ហើយអ្នកទាំងអស់គ្នាអាច run IP config បានហើយចឹងមួយទៀតគឺ if start ចឹង if start យើងចង់ monitor ថាយើងកំពុងប្រើប្រាស់ network អស់ប្រមាណ if start មកហើយយើងថាវាប្រាប់ថា in ប្រមាណ out ប្រមាណហើយមួយទៀតយកយើងចង់ធ្វើ speed test ចឹង speed test យើងអាច run speed test CLI សូមបញ្ជាក់ដើម្បី run speed test CLI នេះយើងត្រូវ install package វាសិនចឹងអាច test run មកចឹងវាធ្វើការ speed test
បាទនេះវាពេលដែលវាធ្វើការ speed test ហើយវាប្រាប់តែយើង download ប្រហែលមេហើយ upload ប្រហែលមេអូខេអញ្ចឹងមកដល់ session បន្ទាប់គឺយើង show system information អញ្ចឹង comment ទី1គឺយើងចង់មើល hardware របស់យើងទាំងអស់មើល motherboard ឬក៏យើងចង់មើលshow information ផ្សេងៗអញ្ចឹងខ្ញុំអាច run sudo ls hw នេះអញ្ចឹងអាហ្នឹងវា show system របស់យើង in detail ហ្មងអញ្ចឹងយើងមានទាំង memory មានទាំង firmware មានទាំង PCI មានទាំង USB មានទាំង bridge មានទាំង display ហើយបើយើងចង់មើលជាប្រភេទថា server យើងនឹងប្រើ OS ឯគេ distribution ឯគេអញ្ចឹងយើងអាច run command នេះគឺ cat etc/os release នេះអញ្ចឹងអ្វីដែលខ្ញុំ run នេះគឺ Ubuntu 24ហើយវា distribution វាគឺវាយកមកពី Debian ហើយក៏ខ្ញុំអាច check មើលថា system ខ្ញុំ run ប្រមាណអញ្ចឹង run ប្រមាណមកហើយអញ្ចឹងខ្ញុំអាចប្រើ uptime អញ្ចឹងដល់ពេលខ្ញុំ run uptime វាប្រាប់ថា system ខ្ញុំនេះ up ប្រមាណហើយ user ប្រមាណ load ប្រើប្រមាណបាទអូខេអញ្ចឹងមកដល់ session មួយទៀតគឺយើងត្រូវយល់ពី USB និង battery info អញ្ចឹងកន្លែង battery info នេះគឺសម្រាប់តែ laptop ទេ laptop យើងអាច check មើល battery បានតែដោយសារនេះជាប្រភេទ virtual machine យើងអត់មានអី check មើលកើតទេតែខ្ញុំអាចធ្វើការ check លើ USB បានគឺខ្ញុំអាច check នៅលើ Proxmox server ខ្ញុំអញ្ចឹង ls USB អញ្ចឹងក្នុងនេះបើយើងធ្វើការ check ទៅថាយើងមាន USB ណា connect ឬក៏មាន USB hub ណា connect មកនេះអញ្ចឹងមកដល់ session បន្តទៀតគឺយើងត្រូវយល់ដឹងអំពី process management គឺយើងត្រូវយល់ដឹងពីការមើល process ថានៅក្នុង background ហ្នឹងគេរ៉ាំនេះគេអញ្ចឹងវាស្តៀងតែ top ទេ PS off នេះវាគាត់ list process មកអញ្ចឹងដល់ពេលដែលវា list process មកវាប្រាប់ថា PID មកអញ្ចឹងគេហៅថា process ID ណាបើថាយើងចង់បិទ process មួយអញ្ចឹងឬក៏យើងចង់ stop វាអញ្ចឹងអ្នកទាំងអស់គ្នាអាច run ពាក្យ kill ហើយលេខ ID វានេះលេខប៉ុន្មានបើថាលេខ 9 ទៅយើងវាយលេខ 9 មកបើវាមាន process ហ្នឹងគឺវា kill process ហ្នឹងហើយវា stop process ហ្នឹងមកមាន command មួយទៀតគឺ kill all អញ្ចឹង kill all គឺវា kill process ចោលទាំងអស់គឺយើងត្រូវ restart system ឡើងវិញដើម្បី process ដើមមកវិញអូខេអញ្ចឹងយើងចូលមកដល់ session បន្តទៀតគឺខ្ញុំនឹង showcase អំពី shutdown command ជាមួយនឹង reboot command អញ្ចឹងនៅក្នុង Linux ចំពោះការ shutdown យើងអាច shutdown ភ្លាមក៏បានឬក៏យើងអាចកំណត់ចំនួនម៉ោងឬក៏នាទី shutdown អញ្ចឹងcommand ទី1គឺ shutdown now អញ្ចឹង shutdown now នេះគឺយើង shutdown ភ្លាមហ្មងអញ្ចឹងអូខេឥឡូវនេះខ្ញុំចូលមក VNC ដើម្បី showcase អ្នកនរគ្នាអំពី shutdown command អញ្ចឹងខ្ញុំសុំ login សិនអូខេអញ្ចឹងទី1យើង test command មួយគឺ shutdown now អញ្ចឹង shutdown now គឺយើង shutdown machine ហ្នឹងភ្លាមហ្មងអញ្ចឹងខ្ញុំ run sudo shutdown now នៅដល់ពេលយើងណា command ហ្នឹងហើយគឺ system នេះ shutdown ហ្មងហើយសុំ start ឡើងវិញអូខេអញ្ចឹង command មួយទៀតគឺយើងអាច shutdown ហើយយើងអាចកំណត់នាទីដែលយើងចង់ shutdown អញ្ចឹងយើងអាច run sudo shutdown ហើយយើងអាចកំណត់នាទីបានអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់20នាទីឬក៏10នាទីអញ្ចឹងទៅអញ្ចឹងខ្ញុំអាចបូក10អញ្ចឹងដល់ពេលដែលខ្ញុំ run command ហ្នឹងខ្ញុំកดមកអញ្ចឹងវានឹងប្រាប់ថាវានឹង schedule shutdown នៅម៉ោងប៉ុន្មានហើយបើយើងចង់ cancel វិញយើងអាចប្រើនេះក៏បានដែរ sudo shutdown cancel អញ្ចឹងមិនខ្ញុំ cancel វិញមកដាស់ C យើងវា cancel ការ shutdown យើងហើយយើងក៏អាច shutdown តាម specific ម៉ោងដែរដូច command មួយនេះគឺយើង shutdown ដាស់ X ហើយយើង specify ម៉ោងមកហើយ command មួយទៀតគឺ command reboot
reboot ហ្នឹងក៏ដូច restart ដែរអញ្ចឹងបើយើង run sudo reboot សូមបញ្ជាក់គឺ sudo reboot ហ្នឹងគឺវា shut down ភ្លាមហ្មងគឺវាធ្វើការ restart ភ្លាមហ្មងនេះវាធ្វើការ restart system ភ្លាមអូខេយើងใส่ intro វិញអូខេអញ្ចឹងចំពោះ reboot ហ្នឹងគឺយើងបើយើងចង់កំណត់ពេលយើងចង់កំណត់ពេលថាប្រហែលនាទីវា restart អញ្ចឹងយើងត្រូវប្រើ command នេះគឺ sudo shutdown -r +5 បើ sudo reboot នេះគឺវា reboot ភ្លាមតែបើអ្នកទាំងអស់គ្នាចង់ធ្វើការ schedule គឺយើងត្រូវប្រើ sudo shutdown -r +5 ហ្នឹង+5ហ្នឹងគឺចំនួននាទីអាចបូក10 10នាទីបូក15 15នាទីអូខេអញ្ចឹងវីដេអូរបស់យើងគឺដល់ការបញ្ចប់ហើយអញ្ចឹងសូមអរគុណច្រើនសម្រាប់ការទស្សនា